សួស្តីប្រិយមិត្តអ្នកមើលទាំងអស់គ្នាថ្ងៃនេះវិលត្រឡប់មកជួបខ្ញុំសាជាថ្មីបាទបងប្អូនហើយថ្ងៃនេះហ្នឹងខ្ញុំក៏មានសាច់រឿងថ្មីមួយដែលបានមកពីបងប្រុសម្នាក់ដែលគាត់នៅខាងស្រុកបរសែតខេត្តកំពង់ស្ពឺបងប្អូនគាត់បានចែកម្លែកថាគាត់នេះគឺតំការថ្មីថ្មោងទេបងប្អូនប៉ុន្តែគឺគាត់ដេកអដែរសើបានគ្រប់គ្រាន់ទេបងប្អូនគឺប្រពន្ធគាត់ហ្នឹងតែងតែកេះគាត់រហូតគាត់ថាចនកាលថ្ងៃខ្លះមានដល់តា4ណាបងប្អូនដឹងឲ្យ4ហ្នឹងអីគេគឺអ្នកការថ្មីថ្មោងគឺរឿងកាយថារឿងសម្រុកឲ្យរឿងហ្នឹងអញ្ចឹងទៅបងប្អូនហ្នឹងហើយបងប្អូនហើយគាត់ហ្នឹងក៏មិនមែនអ្នកចាស់ឲ្យដែរគឺគាត់នៅក្មេងដែរទេគឺគាត់តែអាយុតែ20ស្ដើងទេបងប្អូនប៉ុន្តែដោយសារខាងឪពុកម្ដាយខាងប្រពន្ធគាត់ហ្នឹងគឺគេរៀងចម្រិតគាត់ណាបងប្អូនគឺចង់ឲ្យគាត់ហ្នឹងឆាប់ចូលស្ដីយកកូនគាត់ហ្មងទៅព្រោះដោយសារកូនគាត់ដែលជាប្រពន្ធគាត់ហ្នឹងគឺរៀងពិបាកនិយាយចឹងណាបងប្អូនគឺខាងឪពុកម្ដាយនោះចង់ឲ្យកូនស្រីគាត់ហ្នឹងគឺមានប្តីឆាប់ចឹងទៅហ្នឹងហើយបងប្អូនឥឡូវយើងចូលសាច់រឿងពេញទាំងអស់គ្នាបងប្អូនមានបងប្រុសម្នាក់ហ្នឹងដែលគាត់មានឈ្មោះរិទ្ធតែគាត់វ័យគាត់ហ្នឹងគឺ20ស្ដើងទេបងប្អូនហើយគាត់គឺនៅខាងខេត្តកំពង់ស្ពឺនៅស្រុកបរសែតបងប្អូនស្រុកបរសែតហ្នឹងបើអ្នកគាត់អាសាជិះផ្លូវ41គាត់ស្គាល់ទេបងប្អូនគឺស្រុកបរសែតគឺនៅម្ដុំហ្នឹងបើតាមខ្ញុំចាំដូចជាជិះហួសផ្សារវត្តអង្គយើងបើយើងជិះពីថ្នល់តតឹងទៅយើងជិះចាក់ទៅផ្លូវទៅកពតបងប្អូនផ្លូវ41ហ្នឹងយើងជិះពីខាងថ្នល់តតឹងហ្នឹងជិះប្រហែលខ្ទង់20ទៅ30នាទីហ្នឹងគឺដល់ផ្សារវត្តអង្គហ្នឹងហើយជិះពីផ្សារវត្តអង្គទៅបរសែតហ្នឹងដូចជាខ្ទង់20-30នាទីហ្នឹងគឺដល់ម្ដុំស្រុកគេហៅស្រុកបរសែតហ្នឹងបងប្អូនបើអ្នកគាត់នៅម្ដុំខេត្តកំពង់ស្ពឺដែលគាត់អាសាជិះឬក៏អ្នកខេត្តកណ្ដាលដែលជិះតាមផ្លូវ41ទៅខាងខេត្តកំពតហ្នឹងគឺនេះហើយគឺស្គាល់ផ្លូវហ្នឹងហើយបងប្អូនហើយបងប្រុសហ្នឹងគឺគាត់បានស្គាល់ប្រពន្ធគាត់ហ្នឹងគឺដោយសារគាត់ធ្វើការរោងចក្រជាមួយគ្នាបងប្អូនគឺគាត់ធ្វើនៅខាងផ្លូវជាលេខ4ទេគឺនៅម្ដុំស្រុកអង្គឈ្នួលបងប្អូនបើអ្នកនៅអង្គឈ្នួលស្គាល់ហើយរោងចក្រដែលគាត់ធ្វើហ្នឹងគឺគេហៅរោងចក្រខ្លោងទ្វារធំគេហៅរោងចក្រខ្លោងទ្វារធំបងប្អូនតែខ្ញុំអត់ស្គាល់ឈ្មោះរោងចក្រហ្នឹងទេគាត់ប្រាប់ខ្ញុំគឺគេហៅថារោងចក្រខ្លោងទ្វារធំហ្នឹងអញ្ចឹងទៅបើអ្នកគាត់នៅម្ដុំចិត្តហ្នឹងឬក៏អ្នកនិយាយទៅអ្នកដែលគាត់ធ្វើរោងចក្រចាស់ថាអ្នកធ្វើរោងចក្រយូរឆ្នាំដូចរៀងចំណាស់អញ្ចឹងណាបងប្អូនឲ្យតែនិយាយថារោងចក្រខ្លោងទ្វារធំហ្នឹងគឺស្គាល់ហើយដោយសាររោងចក្រហ្នឹងគឺដូចជាវាធ្វើដំបងគឺអាខ្លោងទ្វារហ្នឹងវាធ្វើរៀងធំជាងគេអញ្ចឹងណាអញ្ចឹងក៏គេហៅអញ្ចឹងទៅគេហៅរោងចក្រខ្លោងទ្វារធំរោងចក្រខ្លោងទ្វារធំអញ្ចឹងទៅអញ្ចឹងបងប្រុសម្នាក់ហ្នឹងដែលមានឈ្មោះរិទ្ធហ្នឹងគឺគាត់ធ្វើការនៅខាងហ្នឹងគឺគាត់ធ្វើជាងម៉ាស៊ីនបងប្អូនរីឯប្រពន្ធគាត់ហ្នឹងគឺធ្វើខាងនេះទេខាងអ្នកដេបងប្អូនពេលដែលដបងហ្នឹងគឺគាត់អត់ទាន់ស្គាល់គ្នាទេបងប្អូនគឺប្រពន្ធគាត់ហ្នឹងគឺធ្វើការនៅនឹងយូរហ្នឹងតាមគាត់ចែកម្លែកខ្ញុំណាគឺគាត់ថាប្រពន្ធគាត់ហ្នឹងធ្វើនៅនឹងរាប់ឆ្នាំហើយប៉ុន្តែគឺគាត់ទៅចូលធ្វើការគាត់ទៅចូលបានដបងអញ្ចឹងធម្មតាយើងតែគេក៏ដូចតែគេដែរហើយណាមួយគឺប្រពន្ធគាត់ហ្នឹងគឺចូលធ្វើការតាំងពីអាយុ18ឆ្នាំអញ្ចឹងគឺគាត់ចូលធ្វើការបានចំនួន3ឆ្នាំហើយអញ្ចឹងដល់អាយុ21រីឯគាត់នេះគឺគាត់រៀនបញ្ចប់បញ្ញាបត្រទី12បងប្អូនគឺគាត់មានវ័យខ្ទង់18ឆ្នាំខ្ទង់19ឆ្នាំហ្នឹងដែរប៉ុន្តែគឺគាត់អត់ចេះអីទេគាត់ថាយើងចេះអក្សរអានតិចតួចអញ្ចឹងណាបងប្អូនអញ្ចឹងក៏គាត់ចង់រៀនជំនាញមុនដំបូងហ្នឹងគឺគាត់រៀនភាសាចិនបងប្អូនគឺគាត់មានគេហៅថាមានបំណងហ្នឹងគឺចង់រៀនភាសាចិនហ្នឹងដើម្បីទៅបកប្រែឬក៏ធ្វើជំនួយការចិនឬក៏ធ្វើអីចឹងណាបងប្អូនប៉ុន្តែដោយសារគាត់ហ្នឹងគឺគាត់អារឿងភាសាហ្នឹងគឺគាត់រៀនមិនសូវបកកែសំបីថាភាសាអង់គ្លេសបងប្អូនគឺគាត់រៀនអត់សូវចូលទេប៉ុន្តែគឺគាត់ខិតខំរៀនដែរតែពីគាត់រៀនទៅគឺគាត់ប្រាប់ខ្ញុំបងប្អូនគឺគាត់ថារៀនទៅគឺចេះតែគាត់ចូលចិត្តរៀនឬក៏អីចឹងណាបងប្អូនតែបើភាសាខ្មែរគណិតខ្មែរជីវៈរូបផែនដីអីមុខវិជ្ជាចឹងគឺគាត់បានប្រាប់ថាគឺគាត់រៀនធម្មតាគាត់រៀនថាចូលចឹងណាបងប្អូនតែបើរឿងភាសាដតីគឺគាត់រៀនអត់កើតតែម្ដងគាត់រៀនគាត់ចេះតែឈីក្បាលងុយដេកអញ្ចឹងដូចវាថាមនុស្សខ្ជិលបងប្អូនចឹងក៏គាត់រៀនមួយថ្ងៃទៅមួយថ្ងៃក៏គាត់មើលខ្លួនឯងថាគាត់រៀនអត់កើតទេ
ចឹងក៏គាត់សម្រេចចិត្តថាគាត់ហ្នឹងឈប់រៀនភាសាចិនគឺគាត់សុំម្ដាយគាត់សុំអីនិយាយរឿងដែលគាត់ចង់ឈប់រៀនភាសាចិនចឹងពេលដែលគាត់និយាយដំបូងហ្នឹងគឺម្ដាយឪពុកគាត់គឺអត់គាំទ្រទេបងប្អូនធម្មតាណាគេក៏ដូចណាគេដែរបើយើងផ្ដោតទៅលើរឿងហ្នឹងស្រាប់តែពេលយើងរៀនឬក៏យើងធ្វើរឿងហ្នឹងអត់ទាន់ដែលថាយើងបញ្ចេញគេហៅថាបញ្ចេញសមត្ថភាពឬក៏យើងប្រឹងប្រែងធ្វើអាហ្នឹងឲ្យអស់ពីកាយចិត្តដល់ពេលស្រាប់យើងអត់ទាន់អីផងគឺយើងសុំឈប់អញ្ចឹងគឺឪពុកម្ដាយគាត់ហ្នឹងគឺអត់ព្រមអញ្ចឹងណាបងប្អូនប៉ុន្តែគាត់លើកហេតុផលថាគាត់ឥឡូវគឺធំហើយអញ្ចឹងគឺគាត់មានសិទ្ធិសម្រេចចិត្តនៅក្នុងជីវិតគាត់ខ្លួនឯងអញ្ចឹងណាបងប្អូនអញ្ចឹងក៏គាត់បានសម្រេចចិត្តហ្នឹងគឺគាត់ទៅរៀនខាងជាងម៉ាស៊ីនព្រោះអីខាងរោងចក្រភាគច្រើនគឺប្រុសហ្នឹងគឺគេត្រូវការជាងម៉ាស៊ីនណាបងប្អូនហើយណាមួយបើយើងចូលអត់ខ្សែយ៉ាងអីគឺពិបាកចូលណាហើយណាមួយគឺគាត់អត់មានខ្សែមានអីទេបងប្អូនគឺគាត់គេហៅថាដូចនិយាយឲ្យចំទៅថាគាត់ដលងមូលណាអញ្ចឹងក៏គាត់នឹងក៏គាត់បានទៅរៀនភាសាសំទោសបងប្អូនគឺគាត់បានទៅរៀនជាងម៉ាស៊ីនពេលដែលទៅរៀនដំបូងហ្នឹងក៏គាត់ចង់បោះបង់ដែរបងប្អូនតែគឺដោយសារគាត់ហ្នឹងគឺវារៀងក្រាន់បើជាងពេលគាត់ទៅរៀនភាសាគេទៅរៀនភាសាចិនភាសាអង់គ្លេសអញ្ចឹងទៅគាត់រៀនមួយថ្ងៃទៅមួយថ្ងៃក៏គាត់រៀងក្រាន់បើរឿងអីអញ្ចឹងណាបងប្អូនហើយក៏គាត់បានសាកល្បងគាត់សាកល្បងទៅធ្វើតេស្តនៅក្នុងរោងចក្រមួយតែគាត់ចូលធ្វើតេស្តដំបូងហ្នឹងគាត់មិនមែនទៅធ្វើរោងចក្រខ្លោងវាធំហ្នឹងទេគឺគាត់ធ្វើនៅចិត្តផ្ទះគាត់ហ្នឹងទេពេលដែលគាត់ចូលធ្វើតេស្តគឺគេហ្នឹងគឺគេអត់យកទេដោយសារខាងគេហ្នឹងគឺគេត្រូវការមនុស្សដែលមានបទពិសោធន៍ត្រូវការអ្នកដែលគេមានបទពិសោធន៍ធ្លាប់ធ្វើពីមុនណាហើយគាត់នេះគឺអត់មានបទពិសោធន៍ទេគឺគាត់គេហៅថាគឺគាត់ការងារដំបូងឯងដែលគាត់ពេលគាត់ឈប់រៀនទៅគឺគាត់ជាការងារដំបូងដែលគាត់មកធ្វើតេស្តហ្នឹងអញ្ចឹងគឺខាងគេនោះគឺគេអត់យកគេបានប្រាប់ហេតុផលចឹងទៅថាកន្លែងគេហ្នឹងគឺត្រូវការអ្នកចេះអ្នកអីដែលមានបទពិសោធន៍ច្រើនឆ្នាំដែរហើយណាមួយគឺគេរើសនេះគឺគេមិនរើសយកមកធ្វើកូនចៅទេគេយកមកធ្វើជាគេហៅថាធ្វើអ្នកគ្រប់គ្រងបងប្អូនអញ្ចឹងធម្មតាយើងអ្នកគ្រប់គ្រងគឺយើងត្រូវការចេះជាងអ្នកដែលធម្មតាហើយគាត់ក៏អត់មានបានដឹងថាគេរើសអ្នកគ្រប់គ្រងដែរគាត់គិតថាគេហ្នឹងរើសជាលក្ខណៈថារើសអ្នកធម្មតាបងប្អូនវាថាធ្វើរើសជាងម៉ាស៊ីនធម្មតាតែមួយគឺអាប៉ាណូគេហៅថាផ្លាកគេដាក់រើសហ្នឹងគឺគេអត់មានបញ្ជាក់ថារើសប្រធានឬក៏រើសស៊ុបឬក៏រើសអ្នកគ្រប់គ្រងអីទេគឺគេគ្រាន់តែថាគេរើសជាងម៉ាស៊ីនរើសអីចឹងទៅអញ្ចឹងក៏គាត់យល់ច្រឡំបានគាត់មកធ្វើតេស្តហ្នឹងអញ្ចឹងក៏គេមើលសមត្ថភាពគាត់ដែរក៏គេឲ្យគាត់ធ្វើតេស្តធ្វើអីចឹងទៅប៉ុន្តែបន្ទុកគាត់ហ្នឹងគឺទាបពេកអញ្ចឹងគឺខាងរោងចក្រគេអត់យកអញ្ចឹងក៏បានគេប្រាប់គាត់ថាបងរិទ្ធហ្នឹងគឺសមត្ថភាពគាត់រៀងនៅគេហៅរៀងនៅខ្សោយបងប្អូនអញ្ចឹងឲ្យគាត់រៀនតប្រហែលទៀតទៅមួយរយៈទៀតទៅអញ្ចឹងក៏គាត់បានស្ដាប់គេហ្នឹងក៏រៀងនេះដែរគឺរៀងសមហេតុផលដែរអញ្ចឹងក៏គាត់បានរៀនបន្តទៀតទៅគាត់បានរៀនគេហៅថារៀនមួយជួល1មួយជួល2រៀនម៉ាស៊ីនកុំព្យូទ័ររៀនធ្វើអញ្ចឹងណាបងប្អូនដោយសារក្នុងរោងចក្រគឺមានម៉ាស៊ីនច្រើនណាស់មានទាំងម៉ាស៊ីនក្បាលសេះម៉ាស៊ីនដេធម្មតាម៉ាស៊ីនកុំព្យូទ័រម៉ាស៊ីនជួល1មួយជួល2ជួល3អញ្ចឹងទៅបងប្អូនអញ្ចឹងក៏គាត់បានរៀនចេះហើយគេថារៀនមករៀងគ្រាន់បើជាងពីមុនណាបងប្អូនអញ្ចឹងក៏គាត់បានស៊ើបសួរគេអ្នកដែលគេអ្នកនៅចិត្តផ្ទះគាត់អញ្ចឹងណាដែលគេធ្វើរោងចក្រអញ្ចឹងទៅព្រោះអីធម្មតាតែអ្នកគាត់ធ្វើរោងចក្រគឺគេដឹងហើយគេដឹងថានៅក្នុងកន្លែងគេហ្នឹងគឺត្រូវការរើសអីអញ្ចឹងគឺគេអ្នកនៅក្នុងហ្នឹងគឺគេដឹងមុនពេលខ្លះគេរើសចែកបងប្អូនពេលខ្លះគេឲ្យយើងហ្នឹងមានបងប្អូនឬក៏សាច់ញាតិក៏ដោយគឺគេចង់ឲ្យយើងហ្នឹងណែនាំចូលគេអត់ចង់ឲ្យរើសគេហៅថារើសឆៅមកហ៎បងប្អូនខ្លាចអ្នកខ្លះគឺគាត់គេហៅថាប្រវត្តិគាត់អត់ល្អអញ្ចឹងណាបងប្អូនអញ្ចឹងខ្លាចពេលដែលមកចូលមកធ្វើកន្លែងគេទៅវាបាត់របស់របរឬក៏មានបញ្ហាអីទៅយើងអត់ទទួលខុសត្រូវយើងរត់ចោលរត់អីចឹងណាទាំងពេលដែលយើងណែនាំមានអ្នកក្នុងនឹងណែនាំគឺគេរឿងទុកចិត្តជាងបងប្អូនចឹងក៏គាត់ដើរសួរអ្នកចិត្តភូមិគាត់អ្នកនៅតំបន់គាត់ហ្នឹងចឹងទៅក៏បានគេណែនាំថានៅខាងស្រុកអង្គឈ្នួលហ្នឹងគឺមានគេរើសជាងម៉ាស៊ីនច្រើនដោយសារខាងគេហ្នឹងគឺគេបើកអគារថ្មីចឹងគឺគេត្រូវការរើសមិនថាមានបបផ្សោមិនថាអត់បបផ្សោគេរើសទាំងអស់គ្រាន់តែថាអ្នកដែលគេមានបបពិសោធន៍ទៅគេរៀងប្រាក់ខែរៀងច្រើនជាងអ្នកដែលអត់បបពិសោធន៍ទៅអញ្ចឹងគាត់អត់គិតវែងឆ្ងាយដែរគាត់តែគាត់សួររឿង
nơi lại nào chắc ba chẳng để xa quạt ấy cứ quạt ở sơ ban quạt mình nè đá bằng bồn cứ quạt ở sơ score nằm bòn thì chẳng có quạt ban dây cho môi kê năng từ cái ban này dây cho môi nè đài này nôm quạt ở bà bị lại kia rồi chẳng đó bằng bồn chẳng phải đại dương dây trâu đâu khi hay sắp tập đo sai là cứ sai là nó cứ quạt ban từ vừa tè pe này quạt từ từ bồn nó quạt phơi bằng bồn thòm đá mình tha nhôm mình tha kê rồi có bóng bóng thì dương từ vừa tè nó cứ dương phơi ở để xa dương miệng bò về sau à tập bồn á pe dương thừa tè tập bồn dương kiệt vô nó cứ dương riêng ở ní bằng bồn riêng tổ chậtខ្លួនai này chẳng đó dương bây giờ gì luôn tới cứ mình tha kê mình tha nhôm tha bóng bóng nó bằng bồn cứ pe đại kê dương châu thừa tè pe đại dương châu thừa tè hai cứ kiệt vô dương mẹ làm tha on chậtខ្លួនấy mẹ làm tha dươngខ្លួនấyสมรรถភាពអនឬក៏បន្ទុកខ្លួនឯងអនអីចឹងចឹងណាបងប្អូនវាអាហ្នឹងវាជាទូទៅហើយប៉ុន្តែអ្នកខ្លះគឺបន្ទុកខ្លួនឯងហើយគឺធ្វើបាបខ្លួនឯងមិនថាយើងដឹងឲ្យខ្លួនឯងអនអីចឹងឬក៏យើងមិនបកកាយចឹងយើងមិនទៅខិតខំឲ្យបកកាយចឹងណាអ្នកខ្លះគឺដឹងថាខ្លួនឯងអនបន្ទុកខ្លួនឯងហើយគឺបដ ாய் ខ្លួនចឹងណាបងប្អូនអាហ្នឹងគឺអត់កើតទេបើន័យថាមនុស្សហ្នឹងគឺមនុស្សបរាជ័យក្នុងជីវិតហើយបងប្អូនចឹងមិនថាអ្នកណាទេគឺវាចេះគឺចេះមកពីរៀនហ្នឹងហើយបងប្អូនគ្មានតែណាកើតមកគឺយើងចេះស្រាប់តែមិនថាអ្នកខ្លះក៏គេចេះស្រាប់ដងអីចឹងគេហៅថាដងពីកំណើតចឹងណាបងប្អូនគឺមានឯងគ្រាន់តែថាភាគតិចប៉ុន្តែចេះដែរប៉ុន្តែតើតាមនុស្សហ្នឹងគឺគេត្រូវការរៀនសូត្រការរៀនឲ្យបន្ថែមដែរបានធ្វើឲ្យគេហ្នឹងវាជោគជ័យចឹងណាមិនថាកើតមកចេះខ្ទេចចេះអាលាយបងប្អូនស្អីក៏ចេះមិនមែនចឹងទេបងប្អូនមនុស្សយើងមិនថាស្អីក៏ដោយគឺមាននៅកន្លែងខ្លះគឺយើងមិនចេះឬក៏កន្លែងខ្លះយើងអត់ដឹងពីវាទេគឺយើងត្រូវការសិក្សារៀនសូត្រដែរទេតែបងប្អូនចូលសាច់រឿងខ្ញុំវិញនិយាយយូរចង់បែកសាច់រឿងនេះអញ្ចឹងក៏គាត់បានចូលធ្វើតេស្តពេលដែលគាត់ចូលធ្វើតេស្តហ្នឹងគឺគេបានឲ្យគាត់ហ្នឹងចុចកុំព្យូទ័រអាចុចកុំព្យូទ័រនៅលើនេះអញ្ចឹងណាអាលើម៉ាស៊ីនដែរបងប្អូនដោយសារគេហ្នឹងគេត្រូវការជាងដែលចេះធ្វើអាចុចកុំព្យូទ័រចុចអាដែលប្រើកាម៉ាស៊ីនប្រើកុំព្យូទ័រអញ្ចឹងទៅក៏គាត់អ្នកចូលដវងហ្នឹងគឺគេគាត់ចូលទៅគឺធ្លាក់ដោយសារគេហ្នឹងគឺគេអាចរៀនពីអាហ្នឹងទេគឺគេរៀនតែតេស្តគឺគេរៀនតែពាក់ព័ន្ធទៅរឿងមិននេះទេគេថាម៉ាស៊ីនធម្មតាឬម៉ាស៊ីនក្បាលសេះឬក៏ម៉ាស៊ីនដេធម្មតាទេគេអត់ដែរទៅរៀនអញ្ចឹងទេអញ្ចឹងពេលដែលគាត់មើលគេក៏គាត់រៀនដឹងតិចអញ្ចឹងណាតែណាមួយគឺគាត់បានរៀនពីអាហ្នឹងដែរគ្រាន់តែថាយើងហ្នឹងវាអត់បដោតទៅលើអាហ្នឹងទាំងអស់អញ្ចឹងណាបងប្អូនយើងរៀនពេលដែលរៀនហ្នឹងគឺយើងគេហៅរៀនចម្រុះគ្នាអញ្ចឹងទៅរៀនពីអានេះកន្លះខែអញ្ចឹងរៀនពីអានោះកន្លះខែអញ្ចឹងណាយើងរបៀបរៀនអញ្ចឹងដល់អញ្ចឹងគាត់ចង់ផ្លេចដែរប៉ុន្តែគឺមានអ្នកមុនគេចូលគេចុចគេអីអញ្ចឹងទៅហើយមានអ្នកនៅហ្នឹងគេប្រាប់អីរបៀបចុចរបៀបអីដែរអញ្ចឹងណាអញ្ចឹងគាត់បានយល់ទៅពេលដែលដល់ឈ្មោះគាត់ចូលហ្នឹងគឺគាត់បានចុចទៅរៀងគេហៅរៀងគ្រាន់បើជាងគេបងប្អូនហើយណាមួយគឺខាងគេហ្នឹងគេពងខ្វះមនុស្សច្រើនហងអញ្ចឹងគាត់គេមើលឃើញមង្រិតហ្នឹងគឺគាត់រៀងគ្រាន់បើជាងគេអញ្ចឹងក៏គាត់ក៏គេហ្នឹងបានហៅគាត់ចូលធ្វើការតែម្ដងគឺពេញបែបបត់បែបគេចូលធ្វើការដំបូងមិនយើងទៅថតរូបទៅថតអីនៅកន្លែងរដ្ឋបាលរត់អីចឹងណាយើងពេញបែបបត់ចូលធ្វើការចឹងទៅហើយយើងបាននិយាយមកគេថាយើងនេះខាងរដ្ឋបាលនេះគេសួរយើងថាយើងហ្នឹងចូលធ្វើការឯណាចឹងណាបងប្អូនគឺវាអញ្ចឹងចឹងក៏គាត់បានប្រាប់ថ្ងៃប្រាប់អីគាត់ចូលធ្វើការទៅអីចឹងទៅពេលដែលគាត់ចូលធ្វើការដំបូងហ្នឹងគឺគាត់ចង់វិញចង់ពុលបងប្អូនធម្មតាយើងអត់ដែរចូលធ្វើការអញ្ចឹងហើយណាមួយនៅក្នុងរោងចក្រដូចកន្លែងខ្ញុំអីវារៀងនេះដែរវារៀងហប់អីចឹងណាយើងខែក្តៅខែអីវារៀងហប់ចឹងទៅវាអត់ទៅបានថាខ្យល់ដកដង្ហើមរៀងស្រួលទេបើអ្នកគេនៅរៀងក្នុង office ក្នុងអីអាហ្នឹងអត់អីទេគេមានម៉ាស៊ីនត្រជាក់គេមានអីទៅរៀងស្រួលខ្លួនហ្នឹងតែបើយើងអ្នកនៅក្រៅយើងបែកញើសហើយណាមួយយើងដូចដេឬក៏អីណាវាមិនមានបែបកតិចកណាត់កតិចអីចឹងណាបងប្អូនអញ្ចឹងគឺវារៀងនេះដែរគេប៉ះពាល់ដល់សុខភាពដែរហើយបើយើងអត់ធ្លាប់ផងគឺយើងទៅដវងហ្នឹងអាចថាបាក់បៀហ្មងបងប្អូនទៅគឺធ្វើឲ្យយើងឈឺហ្មងខ្ញុំពេលខ្ញុំចូលធ្វើការដវងក្នុងរោងចក្រខ្ញុំនិយាយត្រង់ខ្ញុំពុលបងប្អូនពុលគ្រប់កន្លែងហ្មងថានៅក្នុងអគារមិនថានៅក្រៅមិនថានៅបន្ទប់ទឹកឯងបងប្អូនពុលយកហ្មងពេលខ្លះយើងត្រឡប់នៅក្រៅអញ្ចឹងដល់ពេលយើងទៅក្នុង office គេហៅចូលម្ដងម្កាលស្បែកយើងគឺប្រេសកាយកហ្មងបងប្អូនចឹងក៏មានអីតែហ្នឹងធ្វើមិនឲ្យយើងគេហៅថាក
កម្មយើងបងប្អូនហើយកម្មយើងវាត្រូវជួបអញ្ចឹងមានយើងតស៊ូទៅប្រឹងទៅក្រោយទៅយើងចេះច្រើនចេះអីទៅយើងមានបទពិសោធន៍ច្រើនយើងចូលទៅធ្វើការកន្លែងស្រួលយ៉ាងហ្នឹងអញ្ចឹងណាអញ្ចឹងក៏បង្រិតនឹងគាត់ធ្វើការមួយថ្ងៃទៅមួយថ្ងៃហ្នឹងគឺតាមមួយគឺគាត់ចូលធ្វើការហ្នឹងគឺគាត់ប្រឹងបងប្អូនគឺគាត់ចង់បានលុយគេថាមនុស្សរៀងសបាតលុយដែរអញ្ចឹងណាអញ្ចឹងក៏គាត់ប្រឹងថែមម៉ោងថែមអីគេឲ្យថែមតូភ្លឺគាត់ថែមគេឲ្យថែមម៉ោង8ម៉ោង7ម៉ោង6អញ្ចឹងណាគឺគាត់ថែមអញ្ចឹងគឺគាត់បើកលុយមកគាត់ឃើញលុយរឿងច្រើនគាត់សប្បាយចិត្តអញ្ចឹងទៅហើយណាមួយគឺគាត់នេះគឺមនុស្សគាត់អត់ចូលចិត្តដើរលេងផឹកស៊ីអីណាញ៉ៃញ៉ៃទេអញ្ចឹងគឺអារឿងលុយហ្នឹងគឺគាត់ឲ្យម្ដាយគាត់ឲ្យខាងឪពុកគាត់ហ្នឹងគឺគេថាឲ្យពេញដៃអញ្ចឹងទៅគាត់បើកបានមួយខែ4-500អញ្ចឹងគាត់ឲ្យឪពុកម្ដាយគាត់200ទៅអស់ហើយអញ្ចឹងគឺគាត់នៅសល់ប្រហែលគឺគាត់ចាយចំណាយអីផ្សេងទិញសម្លៀកបំពាក់ឬក៏ហូបអីតិចតួចចឹងណាបងប្អូនដូចយើងអ្នកធ្វើការរោងចក្រគឺដឹងហើយពេលដែលយើងបើកលុយទៅគឺតែងតែជួបជុំគ្នាហូបអីចឹងទៅវាជាផុតទេអាហ្នឹងបើយើងអត់ចេះហូបឬក៏អត់ចេះទៅចឹងគឺគេថាអត់ញាតទេបងប្អូនខ្ញុំចឹងខ្ញុំអត់សូវមានញាតទេខ្ញុំញាតខ្ញុំពាក្យច្រើននៅកន្លែងធ្វើការហ្នឹងសិនអ្នកស្គាល់លេងបាលេងអីទេហើយអ្នកការងារដែលស្គាល់ស្និទ្ធអ្នកគេហៅថាអ្នកផ្នែកតែមួយចឹងហ្នឹងមករៀងស្គាល់តែបើអ្នកដែលរបៀបថាអ្នកដែលផឹកស៊ីឬក៏អីគេខ្ញុំអត់សូវស្គាល់ទេខ្ញុំនិយាយត្រង់ហ្មងតែអ្នកខ្លះគាត់ស្គាល់ធ្លាប់លេងបាល់ជាមួយចឹងគឺគាត់ហៅទៅហូបអីតិចតួចចឹងណាហើយយើងគាត់ហៅច្រើនដងទៅយើងកុំឲ្យគាត់អន់ចិត្តចឹងចាទៅមួយគាត់ម្ដងចឹងណាបងប្អូនតែពេលទៅហ្នឹងយើងមិនមែនទៅហូបអីច្រើនទេយើងក៏មិនថាយើងផឹកមកកំប៉ុងពីកំប៉ុងដែលសមត្ថភាពយើងដល់ចឹងណាយើងជិះមកផ្ទះកើតចឹងណាមិនមែនផឹកទៅធ្វើមកស្អែកឡើងធ្វើការលេងកើតងើបលេងរួចជិះម៉ូតូអត់កើតអាហ្នឹងគឺពិបាកបងប្អូនមិនថាពិបាកទាំងក្នុងខ្លួនជួនកាលយើងអាចជិះម៉ូតូមកជួបគ្រោះថ្នាក់តាមផ្លូវអីយើងមើលឃើញតែរឿងហ្នឹងអញ្ចឹងមានតែយើងនឹងការពារខ្លួនឯងមានតែគេមកការពារយើងគ្រប់ទេបងប្អូនមិនថាចាំតែព្រះមកការពារអីដូចគេនិយាយថាហីយើងចង់ឲ្យធ្វើឲ្យគោលដៅធ្វើរឿងអីមួយដល់គោលដៅតតែយើងនឹងធ្វើឲ្យសម្រេចបានព្រះមកជួយតាមក្រោយអាហ្នឹងគឺវាអត់ខុសទេបងប្អូនគឺវាអញ្ចឹងហើយតើយើងប្រឹងដែរបានព្រះជួយមិនយើងអត់ប្រឹងហងដេកចាំសំណាងគឺអត់កើតទេមិនមែនសំណាងរត់មករកយើងទេលុះត្រាយើងហ្នឹងរត់ទៅរកសំណាងអាហ្នឹងគឺវាធម្មតាហ្នឹងគេជីវិតពិតបងប្អូនអត់មានជីវិតនៅក្នុងរឿងក្នុងអីទេបើក្នុងរឿងក្នុងអីគេទៅសេថាម៉េចគឺអញ្ចឹងហើយហ្នឹងហើយបងប្អូនហ្នឹងមានតែយើងមានតស៊ូខ្លួនឯងអីខ្លួនឯងតែហ្នឹងតែខ្ញុំអានេះខ្ញុំផ្ទាល់ខ្ញុំខ្ជិលមែនតែបងប្អូនរឿងខ្លះខ្ញុំខ្ជិលធ្វើខ្ញុំដឹងថារឿងហ្នឹងវាល្អតែពេលខ្លះយើងអត់ចង់ធ្វើគឺអត់ចង់ធ្វើអញ្ចឹងហ្មងអាហ្នឹងនិយាយចេញពីចិត្តខ្ញុំហ្មងតែឥឡូវយើងចូលសាច់រឿងខ្ញុំវិញបងប្អូនចឹងក៏បងរិទ្ធហ្នឹងគាត់ចូលធ្វើការមួយថ្ងៃទៅមួយថ្ងៃហ្នឹងគឺគាត់មានមិត្តភ័ក្តិមានអីធម្មតាយើងចូលទៅវាមានមិត្តភ័ក្តិអីដំបងគឺយើងចេះតែអៀនគេសូវមានអីថាពេលយើងធ្វើយូរយើងចេះហ៊ាននិយាយហ៊ានតំណែងជាមួយគេមួយអីគឺយើងមានហើយមានមិត្តភ័ក្តិហើយគាត់ក៏បានស្គាល់នារីម្នាក់នារីហ្នឹងមានឈ្មោះរាសីបងប្អូនគឺគាត់ស្គាល់ដំបងហ្នឹងគាត់រៀងចាប់អារម្មណ៍គេដែរគឺគាត់ឃើញគេហ្នឹងរៀងស្អាតរៀងអីដែរអញ្ចឹងណាសាច់គេសសាច់អីអញ្ចឹងណាគាត់រៀងចាប់អារម្មណ៍គេហើយគាត់ហ្នឹងបានទៅនិយាយមួយមិត្តភ័ក្តិគាត់ហ្នឹងគឺគេហ្នឹងគឺអ្នកធ្វើជាងម៉ាស៊ីនដូចគ្នាគាត់ថាគាត់នៅតំបន់មួយអញ្ចឹងមិត្តភ័ក្តិគាត់នៅតំបន់2អញ្ចឹងណាគេហៅគេចែកតំបន់គ្នាអញ្ចឹងណាបងប្អូនអញ្ចឹងក៏គាត់បានទៅនិយាយមួយមិត្តភ័ក្តិគាត់ហ្នឹងថាគាត់សួរអញ្ចឹងណាសួរពីបងរាសីហ្នឹងថាម្នាក់ហ្នឹងមានប្តីនៅមានសង្សារមានអីអត់អញ្ចឹងណាព្រោះឯតែសារមិត្តភ័ក្តិគាត់ហ្នឹងគឺគាត់រៀងចូលធ្វើការយូរអញ្ចឹងក៏គាត់ដឹងរៀងចង់ច្រើនអញ្ចឹងក៏មិត្តភ័ក្តិគាត់និយាយថាម្នាក់ហ្នឹងមានប្តីមានអីអញ្ចឹងគេហៅថានិយាយចេះកុហកចេះតែញុះអីបងរិទ្ធហ្នឹងមានអារម្មណ៍អីផ្សេងអញ្ចឹងណាបងប្អូនអញ្ចឹងក៏បងរិទ្ធហ្នឹងក៏គាត់ចាប់ដើមរៀងអន់ចិត្តឯងគាត់ចាប់ដើមតូចចិត្តអញទៅស្រឡាញ់ប្រពន្ធគេអញ្ចឹងណាគាត់របៀបគាត់ធ្វើដើរចេញហ្នឹងគាត់គិតក្នុងចិត្តអញ្ចឹងសាប់តែពេលអញ្ចឹងគឺមិត្តភ័ក្តិគាត់ហៅថាអេអាមិញអញនិយាយកុហកស្អីជឿអញដែរគេនៅក្មេងកំមុំស្អាតចាស់អញចាត់ថាគេមានប្តីឲ្យជឿអញដែរពីគាត់និយាយអញ្ចឹងក៏គាត់បងរិទ្ធហ្នឹងគាត់មកនិយាយមួយមិត្តភ័ក្តិគាត់មួយសារទៀតថាឯងមានដឹងថាម្នាក់ហ្នឹងមិនអីមិនអត់ចរិតអីគ្រួសារអីនរណាផ្ទះនរណាអីចឹងណាអញ្ចឹងក៏មិត្តភ័ក្តិគាត់បានរៀបរាប់ថាបងរាសីហ្នឹងគឺគាត់នេះទេគឺគាត់នៅស្រុកជាមួយហើយហ្នឹងទេគឺគាត់នៅខាងបរសែតហ្នឹងដែរទេហើយរាសីហ្នឹងគឺនៅបន្ទប់ជួលចិត្តរោងចក្រយើងនេះទេហើយបើលេខទូរស័ព្ទ Facebook អី
anh miên thế tại bởi ai chẳng bán ai sống luôn ấy đâu anh tự sống nói thế một phẹ con dày chẳng chẳng có bằng rật năng bằng một phẹ quạt bài chẳng hay chui anh mà rướng mà chăm lưng nghĩ la anh nôm được CA mà cái này nhá nè liệu cái hai ta giờ chật một phẹ quạt á chẳng có một phẹ quạt chăm anh mưa anh tên dày một kia dần chẳng có bàn một phẹ quạt năng có bàn tên dày mùi bong để xây năng tha bong ấy chẳng á tha miên một phẹ nhâm cho chật bằng ai trong bàn lấy tủ sạp bằng ai chẳng nát bằng anh từ đà lên ấy chẳng nào bằng bồn chẳng có bong để xây nó cứ ớt và cay cho bong bồn từ xa bong để xây nó cứ quạt đi đà còn quạt trôi chật là biệt đà lên là biệt ấy chẳng chẳng tờ chẳng có quạt bàn thà mua mùi na chẳng quạt xui chẳng này chẳng có một phèo nó là chỗ nó bẹ rất nụ hay bằng xây nó có quạt xài tha lên nơi đầm bon mới cái nía vậy mà anh rồi ngay hay đọc pe trong bộ đà lên chẳng ấy hiện vậy mày chẳng có bàn còn bà lỡ anh còn vậy mũi kia còn vậy anh nhớ nào còn tay nhom vậy vẫn tay nhom xong vậy bài thòm nè cứ còn bàn làm mật phẹ bòn rồi tăng thang bà chân nôm nhom ta lên chẳng ấy ai còn mình vậy luôn ai mà vẫn có mật phẹ bòn rồi nó có bàn từ hai bòn rồi tha bà ai chân bùa kia đà lên chẳng ấy cái tha hỏi nó xong cái luôn ai tới cái chặt cái này thì hỏi đại tên vậy mà kia vẫn có bòn rồi nó có điện on vẫn nào bằng bòn cái rinh yên á xa thọp nhai xây lọp ấy chẳng là phê bà là bọt bật đó bằng bồn bà là bọt bật cái điện chào đấy chọc đám phây vào đời chẳng có quạt bàn tên dây mùi bồn thì xây nắng á thầy kia hai thanh dây nên dây thằng phây khá cho bằng bồn đó phê là tên dây nó bồn thì xây nó che tà ca tha che tà dây đỏ chẳng là thà lớn mày chọn bùa quạt nó cật ấy lê quạt với hai trang si quạt trang ấy giặt quạt si với nhá còn dây lên chứ chẳng có bằng thái at nhưng mà mình được đây chẳng lừa bọn ai thế bóng là trong nó bọn này đào lên thòm đa bóng chỗ cho bọn ai như chẳng nè còn vậy chẳng có ban đo là nghĩ là bây giờ đo là nghĩ là nó cứ bóng rật nó cứ xong bị chạy tới bóng bóng cứ bóng rật nó cứ quạt nơi te chua lại đây và tái cứ quạt nơi đã anh là sao quạt chỗ chật nơi mình khní bóng bóng chẳng có quạt bàn nó bóng để xây năng đà lên ấy chật năng dân tờ đà lên họ nhằm ấy chung khní chẳng nè chẳng pe đại nhâm ấy chung kia hai bông rật nó có quạt bàn dây mũi bông để xây quạt cứ trôi chặt bông để xây hai bông để xây nó có quạt ăn bạc can luôn bạc can ấy này ta bởi trôi chặt quạt nếu mà xong qua đêm ca món là biểu còn dây lên chắc hai bông rật nó quạt cật mình té nó bông bồn biểu ta pass này bổ nó bông bồn quạt của bàn làm mỗi quạt bàn trôi thôi ca đấy quạt bàn trôi thôi ca đến tràn khai chẳng cứ quạt miền lôi cả tịch tuổi này chẳng quạt bàn vô đường nó thành dây một bụng mà này quạt chẳng có bụng lại của ta ai tâm châu thực canประมาณ khá dài trong bàn côn cái chầm côn kia đồ đài men chứ có bông đất nó còn bàn tạp tha ngất ấy thế nhóm càng nghe nhóm này riêng được luôn ai là môi mê nhóm cứ quạt chỗ chật nhóm chỗ chật ấy chẳng nó còn đi bọp chẳng theo bông bồn chẳng có bụng lại của thầy miền lôi ca ớt thầy khang kia nó kia do thay bà đà ca man thay tè man thầy côn kia mạch đài bụng lại kia mạch đài chẳng na thầm ná bây giờ slang con kia dân tàu pra bộ bông đá với có tay là xua chẳng hay bằng bồn chẳng có tha nhưng mà ai từ lên theo kế thế còn là lư nè chật năng cái vậy tha mà nè năng cứ nó sọc cho môi dương thế hay ở bụng đá quát có riêng cua xóm này hay nè xây bông để xây nó cứ một quát đó cứ riêng đi chẳng này cứ riêng sạch đây chẳng nào bồn hay bụng đá quát của bạn sao ha vài giờ sáng mà này sẽ lá nhây còn vậy chẳng thòm đá ông bồn thà dương thà cái trẻ trong ban xa đấy một ban xa hay ban lò thế nó lò ấy hả định nhóm mấy mồm má này ôi ta slime nhóm chỗ chật cua xa nhóm slime cua xa nhưng mà nó cứ bản năng cứ ban này bồn bồn tại ban xa chứ được lò chắc ngược quạt bàn gì một bụng này còn hai bụng đấy có thấy bài slime cái anh cũng toàn một trong điệp cái anh mới chật khnia mà dễ dân từ chẳng có quạt ăn có bàn dây mũi bông để xây năng thà lấy có bàn được vào bụng mà đai có đây thà quạt nó người chọn bàn bông để xây nó trong thực ní chá đồng bồn cứ chọn giờ thực bột bồn đang tờ hãy bông để xây thà nhom dậy lên sắc quạt cật mình tên đi cho quạt thà nhom cật mình tên rồi nhom chuột chật thì xây năng tăng việc nhom khơi tờ bồn chẳng là còn bị vậy được hai cái khơi này hai tờ bồn các bồn khơi phim sẽ lạnh plate chẳng có bông để xây thà là lỡ mấy cho bông mà đai
គាត់ថាមិនក៏គាត់ថាអត់អីទេឲ្យតែថាខាងបងរិស័យនឹងយកគឺគាត់នេះគឺគាត់សេរីអីហើយចឹងក៏បងរិស័យថាឥឡូវអត់អីទេចឹងចាំមួយខ្ញុំទៅសួរពុកម្ដាយគាត់សិនសុំទោសបងគឺគាត់ទៅសួរពុកម្ដាយគាត់សិនបងប្អូនចឹងក៏គាត់បានទៅនិយាយមកពុកម្ដាយគាត់ហើយឪពុកម្ដាយគាត់ហ្នឹងគាត់លឺចឹងថាឲ្យតែគេចង់បានអញឲ្យលើកដៃ10មកអញធុញអញរាល់ថ្ងៃធ្វើការទាំងមូលមកសុំលុយចាយណារបៀបបងរិស័យហ្នឹងគាត់ជួយចិត្តដើរលេងសប្បាយចឹងទៅចឹងគឺលុយកាក់អីគឺអត់ដែរសល់ទេមានតែសុំពីឪពុកម្ដាយថែមចឹងណាបងប្អូនចឹងក៏គាត់ប្រាប់គាត់បានទៅប្រាប់បងរិទ្ធហ្នឹងចឹងទៅហើយបងរិទ្ធហ្នឹងក៏គាត់បានសុំទៅជួបឪពុកម្ដាយបងរិស័យហ្នឹងដោយសារអាខែដែលគាត់និយាយគ្នាហ្នឹងគឺយើងគេហៅថាខែច្រូតហើយបងប្អូនហើយនៅខាងខេត្តខ្ញុំបងប្អូនគឺខាងខេត្តកំពង់ស្ពឺហ្នឹងគឺគេមានប៉ុនមួយគឺគេហៅប៉ុនដាលៀនណាពេលដែលច្រូតស្រូវច្រូតឲ្យហើយគឺគេមានធ្វើនំបញ្ចុកហូបជុំគ្រួសារហូបគេហៅធ្វើសបាយដូចមានប៉ុនទៀនក្នុងភូមិអញ្ចឹងណាបងប្អូនគឺគេមានប្រពៃណីអញ្ចឹងតែបើស្រុកភូមិបងប្អូនគឺមានអញ្ចឹងដែរបងប្អូនដូចឡែងធ្វើការខ្ញុំដូចមិត្តភ័ក្ដិខ្ញុំដូចជានៅម្ដុំភ្នំជីសូយម្ដុំភ្នំជីសូអញ្ចឹងហើយគេថានៅតំបន់គេហ្នឹងគឺអត់មានប៉ុនដាលៀនប៉ុនអីហ្នឹងទេគេថាធម្មតាពេលដែលច្រូតស្រូវហើយគឺអីហើយគឺដូចយើងធម្មតាអញ្ចឹងគឺអត់មានប៉ុនអីញ៉ាយច្រើនទេតែហ្នឹងគឺតាមតំបន់ទេតែកន្លែងខ្លះក៏គេមានតែខ្លះក៏គេអត់អញ្ចឹងណាបងប្អូនអញ្ចឹងក៏បងរិទ្ធហ្នឹងក៏ដល់ពេលដែលដល់ថ្ងៃដែលគេហៅថាមានប៉ុននៅក្នុងភូមិបងរិស័យហ្នឹងក៏គាត់បានទៅជាមួយបងរិស័យអញ្ចឹងទៅហើយបងរិទ្ធហ្នឹងគឺគាត់ជាមនុស្សដែលស្លូតបូតនិយាយទៀងត្រង់អញ្ចឹងណាអញ្ចឹងគឺឆាប់និយាយទៅចូលថានិយាយទៅចូលសាច់ការជាមួយមនុស្សចាស់អញ្ចឹងទៅព្រោះមនុស្សចាស់គឺគាត់ចូលចិត្តបែបក្មេងនិយាយលេងសើចតែបែបស្មោះត្រង់បែបគ្រប់ចាស់ទុំអញ្ចឹងគឺគាត់ចូលចិត្តបងប្អូនថាគេមិនថាយើងអីបងប្អូនគឺពេលយើងស្ដាប់ទៅមានអារម្មណ៍ថាគេឲ្យតម្លៃទៅលើយើងណាអញ្ចឹងក៏បងរិស័យនឹងគាត់នៅចិត្តថាគឺគាត់និយាយបានប្រាប់ពុកម្ដាយគាត់ថាបងរិទ្ធហ្នឹងតែងតែមើលថែគាត់អីចឹងទៅតែងតែយកទុរៈទុកដាក់លើគាត់ពេលដែលគាត់ឈឺអីគឺបងរិទ្ធហ្នឹងគឺមកមើលគាត់មិនថាគាត់ដាច់លុយដាច់អីទេគឺបងរិទ្ធហ្នឹងតែងតែឲ្យលុយគាត់ខ្ចីហើយគឺអត់ដែរទាទេអញ្ចឹងគឺឪពុកម្ដាយគាត់សួរទៅបងរិស័យហ្នឹងថាខ្ចីលុយគាត់សងអញ្ចឹងតិចអញយកបណ្ដាការទៅគេកាត់នៅក្នុងហ្នឹងអញ្ចឹងណាអញ្ចឹងក៏បងរិទ្ធថាអត់អីទេខ្ញុំបណ្ដាការព្រោះខាងគាត់ថាគាត់និយាយទៅជាលោកពុកណាថាខាងលោកឪពុកក្មេកសុំទាប្រហែលគឺខ្ញុំឲ្យតាមតែហ្នឹងគឺឪពុកក្មេកហ្នឹងចឹងទៅអញ្ចឹងក៏គាត់អស់សំណើអញ្ចឹងទៅគឺឪពុកគាត់គឺឪពុកបងរិស័យគាត់រៀងអស់សំណើដែរចុះបងប្អូនលេងស្រាប់តែមកតនឹងអីហ្នឹងមកហៅគាត់ឪពុកក្មេកឪពុកអីពេញមាត់អញ្ចឹងក៏គាត់ថាអត់អីចឹងចាំមើលភាសាជាមួយនេះចឹងភាសាមួយម្ដាយអីចឹងណាបងប្អូនភាសាប្តីប្រពន្ធអញ្ចឹងគឺគាត់ត្រូវភាសាមួយគ្នាភាសាមួយកូនយើងគួរយកថ្លៃម្ដាការបានអាចតែខាងគេនោះគេឲ្យបានហើយយើងមករៀបចំពិធីរៀបការអញ្ចឹងណាបងប្អូនអាហ្នឹងវាធម្មតាទេយើងត្រូវភាសាគ្នាសិនព្រោះរឿងនេះរឿងអាចថាវាជារឿងធំនៅក្នុងជីវិតដែរអញ្ចឹងណាបងប្អូនអញ្ចឹងក៏ពេលដែលគាត់ពិភាក្សានិយាយត្រូវគ្នាហើយគឺគាត់បានប្រាប់ទៅវិញប្រាប់ទៅបងរិទ្ធហ្នឹងតែគាត់មិនប្រាប់ភ្លាមទេគឺគាត់ប្រាប់ថ្ងៃបន្តបន្ទាប់ទៀតអញ្ចឹងទៅហើយក៏គាត់បានតេទៅបងរិទ្ធថាគាត់យកប៉ុណ្ណេះប៉ុណ្ណោះអញ្ចឹងណាបងប្អូនរីឯបងរិទ្ធគាត់លើចំនួនហ្នឹងគឺគាត់អត់មានថាអីទេដោយសារចំនួនគឺខាងឪពុកម្ដាយបងរិស័យដាក់ឲ្យហ្នឹងគឺវាមិនច្រើនពេកក៏មិនតិចពេកដែរបងប្អូនអញ្ចឹងក៏គាត់បានទៅនិយាយមកឪពុកម្ដាយខាងគាត់ហ្នឹងអញ្ចឹងទៅបងរិទ្ធហ្នឹងណាដល់ពេលអញ្ចឹងគឺបងរិទ្ធហ្នឹងគឺគាត់មានលុយគ្រប់ទេគាត់ខ្វះលុយរៀងច្រើនគួរសមដែរអញ្ចឹងប៉ុន្តែគឺឪពុកម្ដាយខាងបងរិទ្ធហ្នឹងគឺគាត់បានជួយអញ្ចឹងណាគេថាលក់ស្រែលក់អីតិចតួចឬក៏លក់គោក្របីអញ្ចឹងណាតែដែលរបស់គាត់មានតែអាចលក់ជួយកូនបានណាបងប្អូនហើយណាមួយគឺបងរិទ្ធហ្នឹងគឺគេហៅថាកូនតែមកគ្រាប់ផងហៅថាកូនក្នុងគ្រួសារផងអញ្ចឹងគឺរបស់របរហ្នឹងគឺនៅតែជារបស់គាត់អញ្ចឹងទៅគឺនៅជារបស់បងរិទ្ធហ្នឹងដែរគាត់ថាយើងអត់ទាន់ឲ្យគាត់ជាកម្មសិទ្ធិអញ្ចឹងណាធម្មតាបងប្អូនយើងកូនតែមួយអញ្ចឹងគឺរបស់របរអញ្ចឹងគឺម្ដាយឪពុកគឺឲ្យយើងហើយបងប្អូនតែគាត់ថាគាត់ទុកខ្លួនឯងគាត់ទុកពេលខ្លះគាត់ទុកគាត់ចាស់ទៅគាត់ទុកមើលជំងឺទុកអីចឹងទៅគាត់លក់មើលជំងឺព្រោះគាត់ចាស់គឺគាត់អត់មានរកស៊ីអីកើតទេបានតែធ្វើស្រែចម្ការអីតិចតួចចឹងទៅបងប្អូនអញ្ចឹងគាត់បានលក់ស្រែគាត់លក់អីតិចតួចឲ្យបងរិទ្ធហ្នឹងប្រគ្រប់ចំណគេហៅថាគ្រប់ថ្លៃបណ្ដាការអញ្ចឹងទៅពេលដែលគ្រប់ថ្លៃបណ្ដាការហ្នឹងហើយបងប្អូន
គឺគាត់អត់ភ្ជាប់ពាក្យញ៉ៃញ៉ៃទេបងប្អូនគឺគាត់មានអាចារ្យមានអីពេលដែលចូលស្ដីហ្នឹងគឺមានអាចារ្យមានអីទៅនិយាយរឿងថ្ងៃរៀបការហ្មងគេថាទៅនេះមិនទៅភ្ជាប់ពាក្យគឺទៅដឹងកូនគេដាក់ថ្ងៃរៀបការតែម្ដងព្រួយគឺបង្រិតហ្នឹងគឺគាត់រៀងចង់បានប្រពន្ធបានអីចឹងណាបងប្អូនចង់បានប្រពន្ធឆាប់ហើយក៏គាត់បានសោកអាចារ្យលុយតិចតួចចឹងទៅថាមិនម៉ាដេញឲ្យឆាប់ខ្ញុំទ្រាំលែងបានហើយចឹងក៏បានអាចារ្យថាយល់ក្មេងៗចឹងក្មេងឈាមរាវចិត្តក្តៅចឹងមែនណាវាអត់ការឲ្យឯងចាំវាដូវវើយចឹងក៏បានអាចារ្យគាត់ដេញវេលាការដេញអីពេលដែលដេញវេលាបានហ្នឹងគឺដូចចិត្តបងរិទ្ធហ្នឹងចឹងបងប្អូនគឺតែប្រមាណទេគឺដល់2ខែផងដែលគាត់ដល់ថ្ងៃរៀបការហ្នឹងចឹងក៏ឪពុកម្ដាយបងរិស័យហ្នឹងគាត់លេងស្រាប់គាត់វាថាគេភ្ញាក់ផ្អើលចឹងណាបងប្អូនព្រោះអាចារ្យគាត់បាននិយាយដែរថាបាទការ2ខែក្រោយទេគឺតតែ2 3ឆ្នាំក្រោយបានអាចការបានចឹងគឺយូរឆ្នាំបងប្អូនតែតាមពិតនេះគឺអត្តពលលុយបងរិទ្ធដែរប៉ុន្តែគឺចេះដែរគឺអាចារ្យគាត់រស់ថ្ងៃល្អដែរគេមិនចេះរើសថ្ងៃដែរចិត្តចឹងទេគេមើលថ្ងៃមើលឲ្យត្រឹមត្រូវរបស់គាត់ដែរចឹងណាបងប្អូនចឹងក៏គាត់បានប្រាប់អីចឹងទៅខាងឪពុកម្ដាយបងរិស័យចឹងទៅហើយឪពុកម្ដាយបងរិស័យថាអត់អីបើថាដេញបានថ្ងៃហ្នឹងក៏ថ្ងៃហ្នឹងទៅក៏គាត់បានរៀបចំមានគេថាជួលភ្នួងជួលអីធម្មតាបងប្អូនគឺហត់ណាស់ពេលដែលមុនការហ្នឹងមានជួលភ្នួងជួលតុកជួលចុងភៅជួលរោញ៉ៃញ៉ៃសំបីពេលការបងខ្ញុំចឹងម៉ាក់ខ្ញុំប្រហែលណាថាកន្លះខែមួយខែដំបូងកន្លះខែមួយខែដែលចិត្តការហ្នឹងគឺគាត់ហត់ណាបើខាងប្រុសគឺគេរៀបចំអត់សូវយូរទេគឺគេគាត់ទៅទិញកៅអៅទិញអីរៀបចំតិចតួចហ្នឹងពេលដល់ថ្ងៃគឺគេមកការប៉ុន្តែយើងខាងស្រីនេះគឺយើងត្រូវរៀបចំច្រើនបងប្អូនអញ្ចឹងក៏បង្រិតហ្នឹងក៏គាត់ដឹងដែរក៏គាត់ដឹងអញ្ចឹងគឺគាត់ដឹងថាឪពុកម្ដាយខាងបងរាសីហ្នឹងគឺអត់សូវមានពេលទេចឹងគឺពួកគាត់ទាំងពីរហ្នឹងគឺគេហៅថាបង្រិតឲ្យបងរិស័យហ្នឹងគឺគាត់ចូលលក្ខណៈគូដឹងគួរអីបងប្អូនថាចិត្តការចិត្តអីចឹងណាចឹងគឺគាត់តែងតែជិះផ្លូវឆ្ងាយបងប្អូនជិះផ្លូវឆ្ងាយពីខាងរោងចក្រនៅអង្គឈ្នួលហើយរោងចក្រខ្លោងវាធំហ្នឹងទៅស្រុកគាត់បរខ្សែក៏ជិះរាល់ថ្ងៃចេញម៉ោង8ក៏ជិះទៅផ្ទះចេញម៉ោង6ក៏ជិះទៅផ្ទះអត់តាពេលទល់ភ្លឺឯងបងប្អូនដោយសារយើងទៅអត់កើតចឹងគាត់ទៅរាល់ថ្ងៃពេលដែលចិត្តដល់ថ្ងៃការមែនតើពេលដែលចិត្តដល់ថ្ងៃការមែនតើនៅសល់កន្លះខែមួយខែហ្នឹងគឺពាក្យចាស់បងប្អូនគឺគេឲ្យយើងពេលអ្នកដែលចិត្តដល់ថ្ងៃការឬក៏ការរួចថ្មីថ្មោហ្នឹងគឺគេឲ្យយើងជិះឆ្ងាយចឹងទេចឹងក៏ពួកគាត់ហ្នឹងក៏បានប្រាប់ថាអត់អីទេបាច់មកញឹកពេកទេចាំពេលដល់ថ្ងៃការឲ្យមកនៅហ្មងទៅហើយណាមួយឲ្យពួកឯងហ្នឹងបាច់ធ្វើការឆ្ងាយទេធ្វើការចិត្តផ្ទះទៅស្រួលមើលឪពុកម្ដាយហងដោយសារឪពុកម្ដាយគាត់ចាស់ចឹងណាបងប្អូនចឹងក៏គាត់បានយល់ព្រមជាមួយគាត់ហ្នឹងទៅពេលដែលដល់ថ្ងៃរៀបការនៅសល់តែមួយអាទិត្យទេបងប្អូនពេលដល់ថ្ងៃមុនមួយអាទិត្យហ្នឹងធម្មតាយើងចិត្តដល់ថ្ងៃរៀបការចឹងយើងមិនដាក់ច្បាប់កន្លែងធ្វើការបងប្អូនយើងដាក់ទៅរៀបការចឹងទៅតែក៏គាត់បានប្រាប់មិត្តភ័ក្តិគាត់ឬក៏ប្រាប់អ្នកនៅចិត្តដែលថាអ្នកស្និទ្ធស្នាលកន្លែងធ្វើការចឹងណាគឺគាត់បានប្រាប់ដែរថាគាត់រៀបការនេះគាត់ឈប់ធ្វើការនេះហើយគឺគាត់ទៅធ្វើការនៅចិត្តផ្ទះគាត់ចឹងណាគាត់បានប្រាប់ហេតុផលថាពុកម្ដាយខាងស្រីហ្នឹងគឺគាត់រៀងចាស់អញ្ចឹងគាត់មានចិត្តធ្វើការចិត្តផ្ទះអញ្ចឹងគាត់ជួយធ្វើស្រែចម្ការឬក៏មើលផ្ទះសំបែងបោសផ្ទះបោសអីសារធម្មតាបងប្អូនយើងនៅឆ្ងាយអញ្ចឹងយើងអត់សូវបានទៅលេងផ្ទះគឺផ្ទះអញ្ចឹងស៊ុបទ្រុបណាបងប្អូនបើយើងនៅចិត្តយើងមកល្ងាចឡើងមកផ្ទះគឺយើងបានជួយកិច្ចការងារផ្ទះខ្លះដែរអញ្ចឹងក៏មិត្តភ័ក្តិគាត់ថៃដែរគាត់ថាគាត់បាននិយាយដែរថាបើឯងទៅអញ្ចឹងឯអាសាមកលេងអញមកលេងអីអញ្ចឹងណារបៀបមិត្តភ័ក្តិគ្នាអញ្ចឹងហើយពេលដែលចិត្តដល់ថ្ងៃច្បាប់ដែលគាត់ទៅហ្នឹងគឺមិត្តភ័ក្តិគាត់ហ្នឹងនឹកគាត់មិនថាវាថាគេហៅថាចងបលឹងញ៉បងប្អូនមានចងបំបោះដៃមួយលុយមួយអីចឹងធម្មតានៅក្នុងធ្វើការកន្លែងណាក៏ដូចឯណាដែរគេមានគេថាជូនពាក្យជូនពរឬក៏អីចឹងណាបងប្អូនពេលដល់ថ្ងៃរៀបការហ្នឹងគឺគាត់បានអញ្ជើញមិត្តភ័ក្តិគាត់ឲ្យធ្វើការជាមួយទេដោយសារគាត់គិតថាណាមួយគឺពេលដែលគាត់ការឲ្យគឺគាត់អត់សូវមានពេលទេបងប្អូនដឹងហើយអ្នកដែលគាត់ធ្លាប់គេថាធ្លាប់តនេបងប្អូនធ្លាប់ single អត់មានគូអញ្ចឹងទៅដល់ពេលអញ្ចឹងគឺយើងមានពេលច្រើនដល់ពេលដែលយើងរៀបការហ្នឹងគឺយើងអត់សូវមានពេលទេអញ្ចឹងគឺមិត្តភ័ក្តិអីគឺយើងអាចថាយើងកាត់ផ្ដាច់ខ្លះដែរអញ្ចឹងណាបងប្អូនអញ្ចឹងគាត់បាន
ពេលដែលដល់ថ្ងៃហ្នឹងគាត់បានហៅមិត្តភក្តិគាត់ណាម្នាក់ទេគឺគាត់ហៅតែបងប្អូនស្និទ្ធស្នាលគាត់ទេដោយសារយើងដឹងស្រាប់ហើយគឺខាងប្រុសគឺគេឲ្យតុកបងប្អូនគឺតុកគេឲ្យតាមតិចតាមច្រើនទៅតែភាគច្រើនគេឲ្យទៅ3ទៅ5តុកទេអញ្ចឹងគឺយើងហៅតែបងប្អូនស្និទ្ធយើងនេះថាបងប្អូនបកើតហ្នឹងក៏យើងគ្រប់ដែរបងប្អូនពេលដែលដល់រៀបការរួចហើយក៏ពួកគាត់ហ្នឹងគឺបាននៅដូចតែគាត់សន្យាមួយឪពុកម្ដាយគាត់គឺបាននៅធ្វើការនៅចិត្តហ្នឹងអញ្ចឹងទៅបងប្អូនហើយប្រពន្ធគាត់ពេលដវងហ្នឹងបងរិស័យហ្នឹងគឺរឿងអៀនទេរឿងអៀនគាត់អត់សូវហ៊ានគេថាឲ្យខ្លួនប្រាណអីអញ្ចឹងណាបងប្អូនភាសាយើងកាយគឺមានគេថាភារកិច្ចបែបជាប្រពន្ធប្តីគេថាយប់ឡើងថ្ងៃឡើងធ្វើការយប់ឡើងធ្វើអីអញ្ចឹងណាបងប្អូនគឺដវងហ្នឹងគឺអត់ទេគឺបងរិទ្ធហ្នឹងតែងតែគេថាតែងតែបខំប្រពន្ធគាត់អញ្ចឹងទៅរីឯប្រពន្ធគាត់គឺតែងតែប្រកែកតែងតែអីប៉ុន្តែប្រកែកនេះគឺមិនថាប្រកែកដាច់ថាអត់ឲ្យក៏អីទេប្រកែកបែបលក្ខណៈថាអត់ឲ្យតែតាមពិតទៅបែរខ្លួនទៅរកគេទេរបៀបចឹងបងប្អូននិយាយគ្នាយើងណាគេចឹងខ្លះនេះថាព្រមថាស្រីនេះបងប្អូនចឹងក៏គាត់បានអីចឹងទៅបានមកយប់មួយចឹងទៅពេលដែលប្រពន្ធគាត់រៀងញ៉ាំបងប្អូនបងប្អូនពេលដែលបើកលុយពេលដែលមានលុយកាក់តិចតួចគឺប្រពន្ធគាត់ហ្នឹងតែងតែទិញរបស់ពៅជាពិសេសគឺ oyster ហ្នឹងគឺបងប្អូនដឹងហើយគឺពៅអាហ្នឹងណាសាច់គោឆៅសាច់គោភ្លាហ្នឹងគឺពៅអាហ្នឹងខ្លាំងបងប្អូនគឺតែងតែទិញឲ្យសឹងអត់ថារាល់ថ្ងៃបងប្អូនឡើងបងរិទ្ធហ្នឹងគាត់ហូប oyster សាច់គោឆៅហ្នឹងធំតែគឺប្រពន្ធគាត់នៅទិញឲ្យហើយគាត់ក៏នៅតែហូបទៅចឹងណាបងប្អូនដើម្បីប្រពន្ធព្រោះប្រពន្ធគាត់ខំទិញឲ្យកុំឲ្យថាអន់គេហៅអន់សំពស់ចិត្តបងប្អូនពេលដែលយប់ឡើងហ្នឹងគឺប្រពន្ធគាត់មិនតន់ទេងូតទឹកងូតអីហើយមិនតន់គឺបិទទ្វារហើយគឺហៅប្តីគាត់ធ្វើរឿងហ្នឹងហើយបងប្អូនដឹងអត់បងប្អូនមិនមកយប់មួយមិនមកយប់ពីរបងប្អូនគាត់ថាមកយប់ពេលខ្លះ4យ៉ាងតិចខ្លះក៏2ដែរគាត់ថាលុះត្រាតែប្រពន្ធគាត់ហ្នឹងមកថ្ងៃខែអញ្ចឹងទៅបានគេអត់ឲ្យអញ្ចឹងណាបងប្អូនតែថ្ងៃខ្លះគឺគាត់ទៅអត់រួចក៏ប្រពន្ធគាត់នេះដែរប្រពន្ធគាត់ចាប់ផ្ដើមអញ្ចឹងណាបងប្អូនចឹងគឺមួយថ្ងៃគឺពួកគាត់ហ្នឹងគឺអត់ទាន់យកកូនគឺគាត់គេហៅថាគាត់ពជាសិនណាបងប្អូនដោយសារគាត់អត់ទាន់ចង់បានកូនគាត់ប្រពន្ធគាត់ហ្នឹងគឺនៅចង់ធ្វើរឿងហ្នឹងអីចឹងណាបងប្អូនហ្នឹងហើយពេលដែលមនុស្សស្រីពេលដែលគាត់មានកូនមិនអីគឺយើងចិត្តគ្រប់ខែចិត្តអីគឺយើងអាចធ្វើរឿងហ្នឹងទេឲ្យវាប៉ះពាល់ដល់កូនហើយចឹងណាហ្នឹងវាតែតាមពេទ្យគាត់ប្រាប់មកអញ្ចឹងទៅហើយឥឡូវបច្ចុប្បន្ននេះគឺគាត់អត់ទាន់មានកូនទេបងប្អូនគឺគាត់បានការរយៈពេល2ឆ្នាំហើយគឺគាត់ការនៅក្នុងឆ្នាំ2023បងប្អូនគឺគាត់ការដូចជាចុងខែនេះចុងខែគឺគាត់ការដើមឆ្នាំបងប្អូនគាត់ការខ្ទង់ដើមឆ្នាំខែ3ខែ4ហ្នឹងមុនចូលឆ្នាំបងប្អូនហ្នឹងហើយបងប្អូនសាច់រឿងគាត់គឺមានតែប៉ុណ្្នឹងទេហើយបច្ចុប្បន្នដូចខ្ញុំថាគឺគាត់មានកូនមានអីទេបើខ្ញុំគិតខ្ញុំថាណាមួយគាត់នៅក្មេងចឹងគឺគាត់អត់តន់យកកូនគាត់អត់អីដែរកុំឲ្យតែយើងរៀងវ័យរៀងជ្រេទៅយើងយកកូនទៅគឺពិបាកអីចឹងណាយើងយកកូនពីក្មេងទៅពេលដែលយើងរៀងចាស់តិចទៅគឺកូនយើងរៀងធំចឹងណាបងប្អូនហើយហ្នឹងហើយបងប្អូនគឺសាច់រឿងគាត់គឺមានតែប៉ុណ្្នឹងទេបងប្អូនបើមានបងប្អូនណាដែលមានសាច់រឿងណាចង់ចែកម្លែកខ្ញុំឲ្យចង់ឲ្យខ្ញុំធ្វើជាវីដេអូដូចជាវីដេអូហ្នឹងអញ្ចឹងអាចចូល comment ឬក៏ឆាតតាម Telegram រៀបរាប់សាច់រឿងបងប្អូនមកតាមខ្ញុំបានបងប្អូនហ្នឹងហើយបងប្អូនវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនខ្ញុំសូមអរគុណបងប្អូន